សញ្ញាអាសន្ននៃគុណភាពដីឆ្នាំ2026និងផលប៉ះពាល់ដល់កសិករនៅដើមឆ្នាំ2026នេះអ្នកជំនាញកសិកម្មនិងបរិស្ថានទូទាំងពិភពលោកបានចេញសារព្រមានយ៉ាងខ្លាំងៗអំពីវិបត្តិសុខភាពដីដែលកំពុងតែធ្លាក់ចុះនៅក្នុងកម្រិតគួរឲ្យបារម្ភបញ្ហានេះមិនមែនជារឿងឆ្ងាយខ្លួនទៀតទេវាគឺជាផលប៉ះពាល់ផ្ទាល់ដល់សេដ្ឋកិច្ចគ្រួសារនិងទិន្នផលរបស់បងប្អូនកសិករគ្រប់រូបហេតុអ្វីបានជាអ្នកជំនាញព្រមាននៅឆ្នាំ2026នេះយោងតាមការចុះផ្សាយដោយស្ថាប័ន AOL និងមតិរបស់អ្នកជំនាញថែទាំដីពួកគាត់បានសង្កេតឃើញថាដីកសិកម្មបច្ចុប្បន្នកំពុងតែជួបប្រទះនូវភាពរងគ្រោះខ្លាំងដោយសារកត្តា3យ៉ាងធំៗការប្រើប្រាស់នឹងជីគីមីហួសកម្រិតការបន្តបាចជីគីមីនិងថ្នាំសម្លាប់សត្វល្អិតច្រើនឆ្នាំពេកបានធ្វើឲ្យដីបាត់បង់តុល្យភាពធម្មជាតិដីលែងមានជីវិតហើយคล้ายជាដីងាប់ដែលចាំតែលេបជីគីមីការបាត់បង់ធាតុសរីរាង្គអ្នកជំនាញលើកឡើងថាដីភាគច្រើនកំពុងតែคล้ายជាធូលីដីព្រោះគ្មានការសំណល់រុក្ខជាតិឬជីកំប៉ុស្តមកបំពេញវិញអាកាសធាតុប្រែប្រួលខ្លាំងនៅឆ្នាំ2026នេះភាពក្តៅហួតហែងខ្លាំងនិងទឹកជំនន់ភ្លាមៗគឺបានធ្វើឲ្យស្រទាប់ដីលើដែលសម្បូរជីវជាតិត្រូវហូរច្រោះបាត់ទៅក្នុងល្បឿនលឿនជាងមុនមិនមែនមានតែអ្នកជំនាញថែលើដីស្រែចម្ការទេដែលបង្ហាញក្តីបារម្ភសូម្បីតែស្ថាប័នកម្ពុជាក៏បានបញ្ជាក់ដែរអង្គការស្បៀងនិងកសិកម្មហៅកាត់ថា FAO បានព្យាករណ៍ថាប្រសិនបើយើងមិនផ្លាស់ប្ដូររបៀបដាំដុះទេស្រទាប់ដីលើរបស់ពិភពលោកប្រហែល 90% នឹងរងការខូចខាតនៅត្រឹមឆ្នាំ2050ចំណែកអនុសញ្ញាសហប្រជាជាតិស្តីពីការប្រយុទ្ធប្រឆាំងនឹងវាក្សាញ់បានបញ្ជាក់ថាការស្ដារឡើងវិញមិនមែនជាជំរើសទេប៉ុន្តែវាគឺជាកាតព្វកិច្ចដើម្បីរស់ដីដែលខូចគុណភាពនឹងធ្វើឲ្យតម្លៃចំណេញអាហារកើនឡើងនិងបង្កឲ្យមានគ្រោះអត់ឃ្លានបងប្អូនអាចសង្កេតមើលស្រែចម្ការខ្លួនឯងបានបើឃើញសញ្ញាទាំងនេះមានន័យថាដីកំពុងតែដង្ហើយហៅរកការជួយសង្គ្រោះហើយដីហាប់ណែនខ្លាំងពេលស្ងួតរឹងដូចថ្មពេលសើមឡើងភក់ស្អិតគ្មានរន្ធខ្យល់ការបាច់ជីលែងសូវមានប្រសិទ្ធភាពដាក់ជីកាន់តែច្រើនតែទិន្នផលនៅតែដដែលឬថយចុះបាត់បង់សត្វល្អិតល្អលែងសូវឃើញមានចំណេនឬសត្វល្អិតនៅក្នុងដីទឹកដក់លើផ្ទៃដីទឹកមិនងាយស្រួលជ្រាបចូលដីបង្កឲ្យរលួយឬដំណាំអ្នកជំនាញបានផ្ដល់អនុសាសន៍ឲ្យកសិករអនុវត្តវិធីសាស្ត្រមួយចំនួនដើម្បីស្រោចស្រង់ដីឡើងវិញនៅឆ្នាំ2026នេះការដាំដំណាំគម្របដីដូចជាចង្ក្រង់ស្វានិងពពួកសណ្ដែកដើម្បីការពារដីពីកម្ដៅថ្ងៃនិងបញ្ចូលអាស៊ូតធម្មជាតិទៅក្នុងដីវិញបន្ថែមពីនេះការប្រើធ្យូងជីវៈដើម្បីសាងសង់ជំរកឲ្យមីក្រូសារពាង្គកាយនៅក្នុងដីបានរស់រានឡើងវិញមួយវិញទៀតត្រូវបញ្ឈប់ការដុតកាកសំណល់ដូចជាការដុតចិញ្ច្រាំងឬសំណល់ដំណាំដែលការធ្វើបែបនេះដូចជាការដុតលុយនិងជីជាចោលយើងត្រូវយកវាមកធ្វើកំប៉ុស្តវិញដីគឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់កសិករដោយដែលអ្នកជំនាញបាននិយាយថាបើបងប្អូនមិនថែដីនៅថ្ងៃនេះទេថ្ងៃក្រោយដីនឹងមិនអាចចិញ្ចឹមបងប្អូនវិញបានឡើយ